សាច់រឿងចាប់ផ្ដើមមិនដេញគិតក្នុងចិត្តបងប្រុសខ្ញុំពិតជាចង់ស្វែងរកបងប្រុសខ្លាំងណាស់ប៉ុន្តែនៅខាងក្រៅគ្រោះថ្នាក់ពេកហើយភ្លាមទីជីគេបានបើកទ្វារក្រាក់ចូលមកនឹងពិតជាវិជាផ្អើនេះគឺជាលោកជប់ជ្រៅហើយហេតុអ្វីបានជាមកទីនេះនៅវត្តគេនិយាយតបទៅវិញអ្នកនឹងមិននេញហើយចុះអសង្ហាម៉ាណាណូបាត់ខ្លួនទៅណាចង្រៃមែនគេប្រកាសជាបានជួបអ្វីដែរមិនគួរឲ្យជួបហើយនៅទីកន្លែងនេះគ្រោះថ្នាក់ខ្លាំងណាស់ខ្ញុំគឺជាអ្នកនំនៅនាងមកហើយខ្ញុំគឺមិនបដ ឲ្យអ្នកនាងបាត់បង់ជីវិតទេតែមិននេះនិយាយដល់ដែរគ្មានអ្វីដែលត្រូវគិតទេនៅពេលនេះយប់ជ្រៅហើយកូនណាតែនិយាយគ្នានៅពេលស្អែកទៅនឹងចកន្ត្រៃមកគម្រាមទៀតផងអ្នកនឹងមិននេះគឺជាអ្នកវឹកហាត់ហើយខ្ញុំកាប់ពិតទៅគឺចង់ជួយសង្គ្រោះអ្នកនឹងវិញទេហាលីបាត់ទ្វារក្រាក់ចូលទៅនិយាយថាលើអ្វីដែលលោកបាននិយាយបាញ់មិញគឺនៅទីកន្លែងនេះមិនល្អតើសំដៅទៅលើអ្វីធីនជីនិយាយតបទៅវិញតែឯងមកតាំងពីកាលហើយស្ដាប់បានលើអ្វីគ្រប់យ៉ាងហើយមែនហាលីគឺមិនចង់និយាយអ្វីច្រើនទេហាមើលទៅលោកគឺជឿជាក់ទៅលើវិជាគុណរបស់លោកខ្ពស់ពេកហើយនិយាយអាចងរ៉ាយ៉រករឿងឈឺខ្លួនហើយតើលោកចូលទៅវាយហាលីក៏បានប្រើស្នៀតជំហានស្រមោលខ្មោចកិច្ចទៅនឹងបានដាក់មួយជើងបែកមាត់ហើយក៏បានដាក់ប្រមាណដៃបន្ថែមទៀតនឹងចាប់បោកធីនជីដូចជាកងកែបគេមិនអាចវាយទៅកាន់ហាលីវិញបានឡើយព្រោះសិនបើឯងសម្រាប់ខ្ញុំឯងក៏មិនអាចរៀនមានជីវិតបានដែរហាលីមិនបានធ្វើអ្វីធីនជីទេបានប្រឡែងគេវិញសុំទៅផងនៅថ្ងៃនេះលោកក៏បានព្យាយាមព័ត៌មានពួកយើងជាច្រើនដងម្ចាស់ទីនៅពេលនេះក៏បានចេញមុខនាំកញ្ញាមីនីទៀតតើរឿងបញ្ហាទាំងអស់ហ្នឹងវាក៏តាក់ទងជាមួយនឹងកម្មាត្រានៅលើផ្ទាំងថ្មក្នុងខ្លាំងផ្ទុកនឹងមែនទេហើយណាហើយចាត់ទុកថាខ្ញុំនៅពេលនេះចាញ់ឯងទៅចោះហើយក៏មិនស្មានថានវខាត់គឺពិតជាបិសាចដែលលាក់ខ្លួនម្នាក់មែនទោះយ៉ាងណាប្រសិនបើពួកឯងមិនចង់បាត់បង់ជីវិតដោយមិនដឹងខ្លួនទេគួរណាតែប្រញាប់ចាក់ចេញពីទីនេះទៅនៅបានបោះគ្រីស្តាល់បិសាចឲ្យហាលីទៀតផងនៅពេលដែលបានជួបជាមួយនឹងបិសាចមានកម្លាំងទន់ខ្សោយវាគឺអាចទប់ទល់បានក៏ប៉ុន្តែប្រសិនបើបានជួបជាមួយនឹងបិសាចមានកម្លាំងខ្លាំងរកវិធីសាស្ត្រដោះស្រាយដោយខ្លួនឯងទៅមិននេះអរគុណហាលីលបងហានដែលបានជួយស្គាល់ខ្ញុំនៅពេលនេះហាលីបិទទ្វារវិញក៏និយាយប្រាប់នៅនឹងមិននេះមិនចាំបាច់ភ័យបារម្ភពេកទេមនុស្សម្នាក់នោះគេគឺគ្មានចេតនាអាក្រក់ឡើយហើយបើតាក់ទិនជាមួយនឹងទីកន្លែងនេះវាគឺឲ្យសង្ស័យខ្លាំងណាស់ទិញចិត្តកូនកបិតមួយបំរុងតែដើរចាក់ចេញនាងនិយាយថាលបងហានបានស្បាច់ចិត្តហើយប្រសិនបើលបងហានចាក់ចេញទៅអាចនាំខ្ញុំទៅបានដែរអត់ហាលីនិយាយទៅវិញដោយអ្វីដែលអ្នកនាងបានដឹងហើយទីកន្លែងភ្នំខ្យល់គួចនោះគឺគ្រោះថ្នាក់ខ្លាំងណាស់ខ្ញុំគឺគ្មានទំនុកចិត្តពេញលេញអាចជោគជ័យឡើយដូច្នេះអ្នកនាងមិនចាំបាច់បន្ថយជីវិតជាមួយនឹងខ្ញុំទេនាងនិយាយបន្តប្រសិនបើខ្ញុំអាចជួយលបងស្ដារនៅកម្លាំងថាពលវិជារយៈពេលខ្លីយ៉ាងមិនដែរហាលីគិតថានោះក៏ពិតជាល្អបើទ្វារចាក់ចេញទៅនាងនិយាយបន្តថាលបងហានដែលបានលឺតាក់ទិនជាមួយនឹងរឿងកាយគុជដែរទេហាលីផ្ចាប់ផ្អើលខ្លាំងណាស់បើទ្វារវិញទៅនឹងចង់ដឹងព័ត៌មានបន្ថែមទៀតមនុស្សដែលមានរឿងកាយគុជគឺអាចប្រើប្រាស់វិធីសាស្ត្រសម្ងាត់ប្រយ៉ាងអាចផ្ទេរនឹងកម្លាំងថាពលវិជាទៅកាន់អ្នកផ្សេងបានហើយកម្លាំងថាពលវិជានោះត្រូវបានគេទទួលស្គាល់ថាវាគឺជាកម្លាំងថាពលវិជាពិសេសមួយនៅក្នុងចំណោមកម្លាំងថាពលវិជាទាំង7ហើយវាគឺមិនអាចត្រូវបានបង្ក្រាបលំលាយងាយៗនៅស្ថិតនៅទីកន្លែងនេះឡើយប៉ុន្តែរយៈពេលបន្តវានឹងត្រូវបានលលាយបាត់ទៅវិញដោយខ្លួនឯងតែយ៉ាងណាគឺវាគ្រប់គ្រាន់នៅក្នុងការជួយរបងហាស្ដារនឹងកម្លាំងថាពលវិជាត្រឡប់មកវិញបានខ្លះៗដែរហាលីគឺក្នុងចិត្តប្រសិនបើអញ្ចឹងខ្ញុំគឺអាចប្រើប្រាស់កម្លាំងថាពលអាចបាត់នៅថងផ្ទុកនិងយកអវយវ៉ាន់មួយចំនួនមកប្រើប្រាស់បាននោះគឺពិតជាល្អឲ្យសាស្វាខាងវិជាស្រូបយកព្រលឹងរបស់សត្វបិសាចទាំងអស់នេះខ្ញុំហាលីនេះគឺពិតជាដឹងថារឿងកាយគុជគឺពិតជាមានតម្លៃណាស់តើកញ្ញាមីនេះមានលក្ខខណ្ឌអ្វីដែរទេមីនេះនាងនិយាយប្រាប់ហើយខ្ញុំមីនេះគឺសង្ឃឹមថាលបងហានជួយខ្ញុំតាមស្វែងរកបងប្រុសរបស់ខ្ញុំផងនិងចាក់ចេញពីទីកន្លែងនេះទៅទាំងអស់គ្នាហាលីក៏និយាយប្រាប់រយៈពេល3ខែនេះពួកយើងនឹងព្យាយាមតាមស្វែងរកបងប្រុសរបស់នាងប៉ុន្តែនៅពេលដែលពេលវេលាបានកំណត់មកដល់ពួកយើងនឹងចាក់ចេញពីទីកន្លែងនេះភ្លាមមីនេះនាងគឺបានថាអ្វីដែរក៏សួរទៅកាន់ហាលីតើលបងហានត្រូវការកម្លាំងថាពលនៅពេលណាហាលីនិយាយប្រាប់ហើយគឺឥឡូវនេះនិយាយបកស្រាយមកវ៉ែដានថានៅទីកន្លែងនេះពុពេញទៅដោយគ្រោះថ្នាក់យល់រួមទៅនៅក្នុងការស្ដារកម្លាំងថាពលវិជាឲ្យបានលឿនវាគឺកាន់តែល្អតែពួកយើងនៅពេលនេះគួរតែធ្វើអ្វីទៅអ្នកនាងគួរតែប្រាប់ខ្ញុំផងមីនេះនឹងនិយាយទាំងអៀននៅក្នុងការផ្ទេរកម្លាំងថាពលវិជាគឺតម្រូវឲ្យផ្ទេរតាមរយៈបេះដូងហើយនឹងថ្លើមហាលីគឺមិនយល់ពីអ្វីដែលមីនេះនិយាយទេអោនទៅឲ្យមីនេះនិយាយខ្សឹបដាក់ត្រចៀកទើបដឹងថាអ្វីដែលអ្នកនាងបាននិយាយថាផ្ទេរកម្លាំងថាពលវិជាតាមរយៈបេះដូងហើយនឹងសួតគឺវិធីសាស្ត្រនេះសោះខ្ញុំគឺយល់ហើយអង្គុយលើក្រែនិងអែបគៀកនាងទៀតផងបរងតែធ្វើសកម្មភាពប៉ុន្តែមីនេះនាងគឺមិនតន់ត្រៀមខ្លួនទេនៅនេះមីនេះពួកយើងគឺគ្មានពេលវេលាច្រើនទេដូច្នេះពួកយើងគួរតែប្រញាប់បន្ទាប់ពីពួកយើងចាក់ចេញពីទីកន្លែងនេះទៅខ្ញុំធានាថាគ្មានជនទី3បានដឹងរឿងបញ្ហាកើតឡើងនៅពេលនេះឡើយដូច្នេះក៏បានចាប់មីនេះថាប់មាត់របស់នាងតែម្ដងទៅកម្លាំងថាពលវិជាក៏បានផ្ទេរទៅក្នុងខ្លួនហាលីហើយក៏បាននិយាយម្ដងទៀតកញ្ញាមីនេះខ្ញុំគឺសុំទោសផងរយៈពេលបានកន្លងផុតហាលីអង្គុយតាំងសមាធិប្រមូលផ្ដុំនៅកម្លាំងថាពល
វិជានៅទីបំផុតក៏បានបើកថងបន្ទុកយកអវយវ័នមួយចំនួនដូចជាអាវុធដើរតកាពីខ្លួនហើយលបងហានគឺអាចប្រើប្រាស់កម្លាំងថាពលវិញបានហើយហាលីនិយាយប្រាប់ប៉ុណ្ណឹងគឺគ្រប់គ្រាន់នៅក្នុងការបើកថងបន្ទុកប៉ុន្តែនៅក្នុងការបញ្ចេញស្នីវិបហាគឺវាមិនគ្រប់គ្រាន់ទេហើយតែនៅនាងគឺអាចផ្ទេរនៅកម្លាំងថាពលបានតែប៉ុណ្ណឹងទេអីនាងនិយាយទាំងអ៊ីនម្ដងទៀតតើលបងហានចង់បានបន្ថែមទៀតមែនទេដូច្នេះនេះក៏និយាយលបងហានខ្ញុំគឺមិនដែលនិយាយសួរលបងទេតែលបងគឺជាអ្នកវឹកខាត់កម្រិតទី2មែនអត់ហាលីនិយាយប្រាប់មិនមែនទេក៏ប៉ុន្តែនោះខ្ញុំគឺជាអ្នកវឹកខាត់កម្រិតទី3តាំងពីយូរណាស់មកហើយនៅលើចឹងប្រជាវិជ្ជាលបងហានគឺជាអ្នកវឹកខាត់កម្រិតទី3គឺប្រជាអស្ចារ្យខ្លាំងណាស់សស្វាខាងវិញ្ញាណវាក៏បានចេញមកពីថងបន្ទុកផងដែរនៅមេនេះគូណាតែដេនៅរៀបចំស្បែកសัตว์ទាំងអស់នេះទៅនៅពេលដែលពួកយើងចាក់ចេញពីភូមិវាគឺអាចទប់ទល់ជាមួយនឹងកម្លាំងខ្យល់ភាពត្រជាក់បានហើយខ្ញុំនៅពេលនេះគឺមានរឿងដែលត្រូវដោះស្រាយខ្លះៗមុនពេលដែលកម្លាំងថាពលរបស់ខ្ញុំត្រូវបានលលាបានហាលីដែលចេញមកក្រៅសម័យទឹកទៅដល់ពីសម្ដីអាហ៊ូបាននិយាយតាក់ទងជាមួយនឹងទឹកពុះនៅក្នុងអាងនោះវាគឺមានកម្លាំងអណ្ដាតភ្លើងអាក្រក់ពួកយើងយកអាវុធត្រាំនៅក្នុងទឹកនោះទៅវាគឺមានប្រសិទ្ធភាពនៅក្នុងការសម្លាប់បិសាចបានយ៉ាងងាយហាលីក៏យកដបទឹកទៅដួលយកទឹកទាំងអស់ហ្នឹងថាវាប្រកាសជានឹងអាចប្រើការបានទប់ទល់ជាមួយនឹងបិសាចខ្លះៗហើយអញ្ចឹងនៅក្នុងឡុងពេលដែលកំពុងតែដូរហាលីក៏ស្ដាប់ឮសម្លេងចម្លែកអ្វីមួយយ៉ាងនោះគឺជាព្រះរាជាចៅយប់ជ្រៅហើយហេតុអ្វីបើជាគាត់មកទីនេះអញ្ចឹងគាត់ក៏បានមកជួបជាមួយនឹងព្រះរាជាឡោនៅខាងក្នុងនេះគឺប្រជាគួរឲ្យខ្លាចពោពេញទៅដោយដំណាក់ខ្លឹមសារឈាមនិយាយថាគុំគិតស្មានថាទង្វើកពេកកប៉ុករបស់លោកអាចបោកបិឆោតខ្ញុំបានទេសោះព្រះរាជាឡោលោកក៏បានធ្វើដោយចេតនាឲ្យអមណាតនោះទៅខ្លាំងផ្ទុកមើលវត្ថុដែលបានបន្សល់ទុកពីរាជបងម្នាក់នោះហើយដោយសកម្មភាពទាំងអស់នេះតើលោកមានចេតនាអ្វីឲ្យប្រកាសព្រះរាជាឡោនិយាយតបទៅវិញពួកយើងទាំងអស់គ្នាមានរឿងលាក់បាននៅក្នុងចិត្តទៅបីជាមិននិយាយក៏អ្នកផ្សេងបានដឹងខ្លះៗដែរហើយកាន់តែពិសេសទៀតខ្ញុំក៏បាននិយាយលេងជាមួយនឹងអ្នកកលហាម្នាក់នោះគឺដើម្បីបំភ្លេចការអបសុកនៅផ្ទះស្រុកកំណើតតែប៉ុណ្ណោះយល់ទៅពួកគាត់ទាំងពីរម្នាក់គឺអស់សង្ឃឹមម្នាក់ទៀតគឺនៅតែបន្តការសង្ឃឹមចង់ចាក់ចេញពីទីកន្លែងនេះហើយសូម្បីតែព្រះរាជាមនុស្សដែលស្ថិតនៅក្នុងកម្រិតទី4ក៏មិនអាចចាក់ចេញទៅដែរចំពោះព្រះរាជាឡោគាត់គឺលែងចង់ចាក់ចេញពីទីកន្លែងនេះទៅទៀតហើយបានសុំលក្ខខណ្ឌពេលអ្នកកលហាបន្តិចនៅពេលនេះអត់មានបក VIP នឹងគេដែរប្រសិនបើអ្នកកលហាចង់ចូលបក VIP អ្នកកលហាអាចទៅមកកាន់នៅមានបានដំណើរ link Telegram អេដមីនបាន pin ដាក់នៅកន្លែង comment ហើយវីដេអូនៅក្នុងក្រុមបក VIP ល្អមើលជាងវីដេអូនៅក្នុង YouTube អមទៅដល់សម្លេងប្រយុទ្ធគ្នាល្អមើលម្យ៉ាងទៀតក៏ផុសលឿនជាងនៅក្នុង YouTube ផងដែរដូច្នេះប្រសិនបើអ្នកកលហាទាំងអស់គ្នាចាប់អារម្មណ៍ចូលបក VIP អាចឆាប់មកកាន់ admin គ្រប់ពេលវេលាបានអរគុណច្រើនព្រះរាជាចៅក៏និយាយថានៅពេលដែលពួកយើងសម្រាប់អ្នកទី2បូជាពួកគេធ្វើជា crystal បិសាចទោះបីជាពួកយើងមិនអាចចាក់ចេញពីទីកន្លែងនេះទៅក៏ដោយក៏អាចប្រើប្រាស់វាទប់ស្កាត់ដើម្បីការពារខ្លួនរយៈពេល 3-4 ឆ្នាំបន្ថែមទៀតផងដែរហើយម្យ៉ាងទៀតគាត់ក៏បានលួចយកកូនកបិតលាក់នៅក្នុងខ្លួនរបស់គាត់ទៀតផងព្រះរាជាឡោនិយាយថាមើលទៅផែនការរបស់លោកក៏បានប្រាជ័យហើយអំបីនេះខ្ញុំក៏បានឲ្យ Tenji ទៅប្រាប់ពួកគេឲ្យពួកគេចាក់ចេញពីក្នុងភូមិនេះហើយព្រះរាជាចៅខឹងខ្លាំងណាស់នេះលោកគឺចង់ស្លាប់មែនទេចំពោះព្រះរាជាឡោគាត់ថាជីវិតរបស់គាត់គឺចិត្តដល់ទីបញ្ចប់ហើយគ្មានអ្វីដែលត្រូវខ្វល់ច្រើនទេហើយនៅក្នុងការរស់នៅពួកយើងក៏បានសម្រាប់ពួកអ្នកហ្វឹកហាត់ទាំងអស់នេះជាច្រើនណាស់ដោយប្រឡាក់ពពេញទៅដោយឈាមព្រះរាជាចៅនិយាយតាំងអស់សំណើចដល់ដំណាក់កាលនេះហើយលោកគឺចង់ប្រែក្លាយជាមនុស្សល្អវិញមែនទេគឺចាប់តាំងពីរៀនច្បងកម្រិតទី4ម្នាក់នោះបានរកឃើញវិធីសាស្ត្រមួយនេះជាច្រើនឆ្នាំមកនេះវិធីសាស្ត្រមួយហ្នឹងគឺអាចជួយសង្គ្រោះជីវិតពួកយើងរហូតដល់សប្តាហ៍ថ្ងៃនេះជាការល្អប្រសិនបើបណ្ដោយឲ្យអ្នកទី2ចាក់ចេញទៅក្រៅប្រកាសជាត្រូវបានស្លាប់ដោយសារតែបិសាចដដែលទេចឹងហើយគួរណាតែអនុញ្ញាតឲ្យពួកគេបាត់បង់ជីវិតនៅក្នុងភូមិនេះទៅប្រើប្រាស់ពួកគេធ្វើជា crystal ខាងវិជាវាគឺកាន់តែល្អវាសនាក៏បានចែកមកហើយពួកយើងមិនអាចចាក់ចេញពីទីកន្លែងនេះបានទេឬមួយក៏ជីវិតអ្នកទី2សំខាន់ជាងជីវិតខ្លួនឯងនៅពេលនេះទោះយ៉ាងណាព្រះរាជាឡោគាត់គឺមិនចង់ធ្វើទង្វើបែបនោះបន្តទៀតទេគិតថាទង្វើបែបនេះវាគឺអាក្រក់ប្រស័យគ្រប់គ្រាន់ហើយដែលចាក់ចេញទៅប៉ុន្តែក៏ត្រូវបានព្រះរាជាចូលយកកូនក្បិតចាក់គាត់ពីក្បិតក្រោយខ្នងព្រះរាជាឡោគាត់និយាយឲ្យសកម្មភាពបែបនេះដូចជាទង្វើដែលយើងបានធ្វើទៅកាន់អ្នកវឹកហាត់កន្លងមកនេះគឺពិតជាបាបកម្មមែនព្រះរាជាចូលលោកគឺអាចប្រើប្រាស់សាកសពរបស់ខ្ញុំបានហើយគួរណាតែអនុញ្ញាតដល់លែងអ្នកទី2ឲ្យពួកគេចាក់ចេញទៅតែព្រះរាជាចូលគាត់គឺមិនខ្វល់ទេដែលចាក់ចេញមើលព្រះរាជាឡោបាត់បង់ជីវិតនៅចំពោះមកហាលីបន្ទាប់ពីដឹងរឿងគ្រប់យ៉ាងត្រឡប់មកវិញតោះមិញនេះពួកយើងគួរណាតែចាក់ចេញនីតិកន្លែងនេះគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើភ្លឺឡើងនោះនឹងហួសពេលអ្នកទី2រៀបចំឲ្យវ៉ែវ៉ាន់ហើយដែលចាក់ចេញទៅប៉ុន្តែបានជួបជាមួយនឹងព្រះរាជាចូលនៅចំពោះមកហើយមើលទៅអ្នកទី2គេបានរៀបចំរួចរាល់ហើយរៀបបញ្ជាក់ចេញពីទីកន្លែងនេះទៅមែនទេហាលីនិយាយតបទៅវិញអរគុណព្រះរាជាចូលដែលបានការពារពួកយើងហើយខ្ញុំហាលីគឺពិតជាអរគុណខ្លាំងណាស់ប៉ុន្តែយ៉ាងណាខ្ញុំក៏បានសន្យាជាមួយនឹងអ្នកនាងមីនីងហើយគឺត្រូវតែស្វែងរកបងប្រុសរបស់នាងអញ្ចឹងគឺសុំចាក់ចេញទៅអ្នកទី2មិនចាំបាច់បារម្ភពេកទេនៅក្នុងភូមិនេះគឺមានសមាជិកច្រើនណាស់ពួកយើងគឺអាចជួយស្វែងរកបងប្រុសរបស់អ្នកនាងមីនីងបានហាលីនិយាយប្រាប់ហើយថាព្រះរាជាចូលអរគុណអំពើល្អរបស់ព្រះរាជាប៉ុន្តែគឺពួកយើងគឺបានសម្រេចចិត្តហើយព្រះរា
ចាជើគួរណាតែយល់ផងហើយនៅទីពីរខ្ញុំគឺមិនអាចទ្រាំឈើមើលនៅទីពីរត្រូវបានបបង់ជីវិតនៅខាងក្រៅនោះទេប្រសិនបើនៅទីពីរមានបំណងប្រាថ្នាអ្វីគួរណាតែនិយាយប្រាប់ខ្ញុំនៅពេលនេះមកគាត់ធ្វើមិននេះនឹងបញ្ជាឆ្ងល់ពីស្ដីព្រះរាជាជើនិយាយមកមានន័យយ៉ាងម៉េចអញ្ចឹងគាត់ក៏និយាយតាមត្រង់នៅទីពីរគឺចង់ឡើងទៅកំពូលភ្នំខ្យល់គួចដូចជាការសម្លាប់ខ្លួនឯងចឹងដែរហើយថាហេតុអ្វីបើជានៅទីពីរមិនប្រកល់ជីវិតមកឲ្យខ្ញុំមកដើម្បីបង្កើនផលប្រយោជន៍ជួយទៅកាន់អ្នករាល់គ្នាអញ្ចឹងឯមនុស្សក្រមអាវ៉ាត់របស់ព្រះរាជាជើទាំងអស់បងហាញខ្លួនជាមកមានអាវុធកាន់គ្រប់ដៃហានលីនិយាយថាព្រះរាជាជើពួកយើងគឺគ្មានគំនុំជាមួយនឹងគ្នាទេគួរណាតែអនុញ្ញាតឲ្យខ្ញុំទៅទាំងអស់នេះវាគឺជារឿងល្អបំផុតចំពោះអ្នកទាំងអស់គ្នាហើយតែព្រះរាជាជើនិយាយទាំងអស់សំណោចអ្នកទៅពីខ្ញុំគឺសុំទោសផង